នៅក្នុងដំណើររឿងដ៏អស្ចារ្យនិងស្មុគស្មាញនៃសម័យសាមកុកមានឈ្មោះជាច្រើនដែលធ្វើឲ្យមានភាពល្បីល្បាញរន្ទឺដូចជាឆាវវីរៈបុរសនៃមហិច្ឆតាលាវប៉ៃម្ចាស់នគរប្រកបដោយធម៌មេត្តានិងសុនឈានខ្លានៃភាគខាងត្បូងម្ចាស់នគរទាំង3នោះសុទ្ធសឹងតែខ្លាំងក្លានិងមានកងទ័ពឆ្នើមនិងអស្ចារ្យដូចគ្នានៅក្នុងសមរភូមិប៉ុន្តែនៅចំកណ្ដាលនៃព្យុះសង្ឃរានេះមានបុរសម្នាក់ដែលកំពុងក្រោមមកុដដ៏ធ្ងន់បំផុតហើយត្រូវបានប្រវត្តិសាស្ត្រស្ទើរតែបំភ្លេចចោលទ្រង់មិនបានបញ្ជាកងទ័ពនៅលើសមរភូមិឬសរសេរកំណាព្យទុកជាអមតៈឡើយទ្រង់គឺប្រៀបដូចជាយុថ្កាដ៏ផុយស្រួយចុងក្រោយនៃអាណាចក្រដែលកំពុងដួលរលំថ្ងៃនេះយើងនឹងបើកវាំងននបង្ហាញពីតួអង្គមួយរូបដែលគេតែងតែចាត់ទុកគ្រាន់តែជាតួអង្គបន្ទាប់បន្សំនោះគឺលាវសៀឬដែលគេស្គាល់ថាជាព្រះចៅអធិរាជហានលាវសៀប្រវត្តិសាស្ត្រចងចាំទ្រង់ត្រឹមតែជាស្ដេចអាយ៉ងដែលទន់ខ្សោយនិងត្រូវបានមេទ័ពមានអំណាចបង្គាប់បញ្ជាតាមតែអំពើចិត្តប៉ុន្តែតើទ្រង់ពិតជាជនរងគ្រោះដែលមិនអាចមានសិទ្ធិធ្វើអ្វីបានមែនឬទេតើបុគ្គលលក្ខណៈពិតរបស់ទ្រង់យ៉ាងណាហើយទ្រង់មានសមិទ្ធផលអ្វីខ្លះឲ្យពិតប្រាកដនៅក្នុងវីដេអូនេះយើងនឹងងាកចេញពីសាច់រឿងប្រឡោមលោកបែរមកពិនិត្យមើលកំណត់ត្រាប្រវត្តិសាស្ត្រពិតវិញយើងនឹងស្វែងយល់ពីខ្សែជីវិតដ៏ជូរចត់តាំងពីកុមារភាពឆ្លាតវៃខាងនយោបាយដែលនឹកស្មានមកដល់និងមរតកដ៏ស្ងប់ស្ងាត់របស់អធិរាជចុងក្រោយនៃរាជវង្សហាននេះមិនមែនគ្រាន់តែជារឿងរ៉ាវរបស់បរិសម្នាក់ដែលបាត់បង់អាណាចក្រនោះទេប៉ុន្តែជាសាច់រឿងរបស់បរិសម្នាក់ដែលបានតស៊ូដើម្បីរក្សាព្រលឹងនៃរាជវង្សហានក្នុងស្ថានភាពដ៏លំបាកបំផុតនៅក្នុងរាជវាំងដ៏ប្រណិតប៉ុន្តែពោរពេញដោយភាពពុករលួយលាវសៀបានប្រសូតនៅឆ្នាំ181នៃគ្រិស្តសករាជជាបុត្រពៅរបស់ព្រះចៅអធិរាជលីងកុមារភាពរបស់ទ្រង់ប្រៀបដូចជាការរស់នៅក្នុងក្លឹបឈាមមាតារបស់ទ្រង់គឺអ្នកម្នាងវាងត្រូវបានបំពោសម្លាប់ដោយអធិរាជនីហឺដែលមានចិត្តច្រណែនភ្លាមក្រោយពេលទ្រង់ប្រសូតលាវសៀបានក្លាយជាកុមារកំព្រាមាតានិងរស់នៅកណ្ដាលរាជវាំងដែលពោរពេញដោយល្បិចកលក្រោមការចិញ្ចឹមបីបាច់ដោយព្រះមាតាព្រះនាងម្ចាស់តុងលាវសៀត្រូវបានការពារពីនយោបាយបង្ហូរឈាមរវាងពួកអាមាត្យនិងមន្ត្រីការរស់នៅដាច់ដោយឡែកបែបនេះបានបណ្ដុះឲ្យទ្រង់មានអត្តចរិតស្ងប់ស្ងាត់និងពូកែសង្កេតទ្រង់ត្រូវបានគេដឹងថាមានលក្ខណៈខ្ពង់ខ្ពស់ដែលធ្វើឲ្យព្រះបិតាពេញចិត្តជាងព្រះរាមរបស់ទ្រង់ដែលជាព្រះអង្គម្ចាស់រាជទេយាទទៅទៀតប៉ុន្តែព្យុះសង្ឃរាបានមកដល់នៅឆ្នាំ189ព្រះចៅអធិរាជលីងបានសោយទីបង្គត់បង្កើតឲ្យមានភាពលំហនៃអំណាចដែលត្រូវបានបំពេញភ្លាមដោយមេទ័ពដ៏សាហាវឃោរឃៅតុងជួបានកាន់កាប់រាជធានីទម្លាក់ព្រះចៅអធិរាជសាវដែលត្រូវជាបងប្រុសរបស់លាវសៀនិងបានលើកលាវសៀដែលមានប្រជជនត្រឹមតែ8វស្សាឲ្យឡើងគ្រងរាជ្យជាព្រះចៅអធិរាជសៀនសូមស្រមៃមើលក្មេងប្រុសអាយុ8ឆ្នាំម្នាក់ខ្លាចជាអធិរាជនៃនគរប៉ុន្តែមានមេទ័ពបិសាចម្នាក់នៅពីក្រោយខ្នងរាជការរបស់ទ្រង់មិនបានចាប់ផ្ដើមដោយភាពត្រចះត្រចង់ឡើយប៉ុន្តែចាប់ផ្ដើមដោយការធ្វើជាចំណាប់ខ្មាំងនៅឆ្នាំ190ចក្រភពហានប្រៀបដូចជាថូផ្កាដែលបែកខ្ទេចហើយមេទ័ពដែលពោពេញដោយមហិច្ឆតាជាច្រើនកំពុងដណ្ដើមបំណែកទាំងនោះហើយនៅចំកណ្ដាលនោះគឺបំណែកដ៏មានតម្លៃនិងផុយស្រួយបំផុតគឺព្រះចៅអធិរាជសៀនបន្ទាប់ពីតុងជួត្រូវបានគេធ្វើឃាតនៅឆ្នាំ192សុបិនអាក្រក់របស់អធិរាជនៅតែមិនទាន់ចប់ទ្រង់ត្រូវបានគេដណ្ដើមគ្នាដូចជាសន្លឹកឌីរវាងមេទ័ពលីជានិងគុស៊ឺទោះបីជាយ៉ាងណាក៏ដោយសូម្បីតែក្នុងនាមជាយុវជនដែលគ្មានអំណាចក៏ព្រះចៅអធិរាជសៀនបានបង្ហាញពីភាពក្លាហាននិងភាពវៃឆ្លាតខាងនយោបាយដែរនៅឆ្នាំ195ក្នុងអំឡុងពេលដែលមានចំនួនរវាងមេទ័ពទាំងពីរទ្រង់បានឆ្លៀតឱកាសរត់គេចខ្លួនចេញពីទីក្រុងឆាងអានសូមគិតមើលពីភាពក្លាហាននោះទ្រង់បានភៀសខ្លួនកាត់តាមតំបន់សង្គ្រាមដើម្បីត្រឡប់ទៅកាន់ទីក្រុងចាស់លោកយ៉ាងវិញអ្វីដែលទ្រង់បានរកឃើញមិនមែនជារាជធានីដ៏រុងរឿងឡើយប៉ុន្តែជាទីក្រុងខ្មោចដែលត្រូវបានដុតបំផ្លាញអធិរាជនិងមន្ត្រីសឹងតែគ្មានអាហារសោយនិងហូបចុកវាជាចំណុចទាបបំផុតនៃជីវិតប៉ុន្តែនៅពេលនោះអ្នកសង្គ្រោះម្នាក់បានលេចមុខឡើងនោះគឺមេទ័ពដ៏ឆ្លាតវៃនិងពោពេញដោយល្បិចកលឆាវនៅឆ្នាំ196ឆាវបាននាំកងទ័ពមកដល់ក្រុងលោកយ៉ាងដើម្បីយកព្រះចៅអធិរាជទៅការពារនិងផ្លាស់ទៅកាន់រាជធានីថ្មីគឺក្រុងស៊ីឆាងទាំងស្ដេចនិងក្រុមមន្ត្រីដែលស្មោះស្ម័គ្រនឹងរាជវង្សហានសុទ្ធតែធ្លាក់ចូលអន្ទាក់របស់ឆាវមិនមែនធ្វើដោយចិត្តសប្បុរសសុទ្ធសាធឡើយគាត់បានប្រើពាក្យមួយឃ្លាថាចិញ្ចឹមអធិរាជដើម្បីបង្គាប់បញ្ជាពួកមន្ត្រីឆាវប្រើអំណាចរបស់អធិរាជសៀនជាខែលការពារនិងជាអាវុធនយោបាយដើម្បីកម្ចាត់សត្រូវបើយើងមើលក្នុងរឿងភាគសាមកុកឆ្នាំ2010យើងប្រហែលជាមើលឃើញថាស្ដេចលាវសៀមានភាពទន់ជ្រាយខ្លាំងនិងចេះតែយំសោកប៉ុណ្ណោះប៉ុន្តែក្នុងកំណត់ត្រាប្រវត្តិសាស្ត្របង្ហាញថាទ្រង់ជាមនុស្សដែលមានភាពវាងវៃនិងពោពេញដោយសេចក្តីថ្លៃថ្នូរខ្ពង់ខ្ពស់បំផុតសកម្មភាពមួយដែលបង្ហាញពីការបះបោរដោយស្ងប់ស្ងាត់របស់ទ្រង់គឺការបង្កើតទំនាក់ទំនងជាមួយលាវប៉ៃ
ទ្រង់បានទទួលស្វាគមន៍លាវប៉ៃយ៉ាងកក់ក្ដៅនិងបានហៅមេទ័ពរូបនេះថាជាព្រះបេតុលានេះមិនមែនជារឿងចៃដន្យទេតាមរយៈការបង្កើតចំណងសាច់ឈាមនេះអធិរាជសៀនចង់ផ្ញើសារថាឆាវមិនមែនជាមន្ត្រីតែម្នាក់របស់គាត់ទេនៅមានអ្នកផ្សេងដូចជាលាវប៉ៃដែលមានភក្តីភាពចំពោះរាជវង្សហានពិតប្រាកដនេះជាយុទ្ធសាស្ត្រនយោបាយដ៏ឈ្លាសវៃដែលផ្ដល់ភាពស្របច្បាប់ដល់លាវប៉ៃក្នុងការប្រឆាំងនឹងឆាវនៅពេលក្រោយប៉ុន្តែរឿងដែលសោកសៅបំផុតគឺនៅក្នុងឆ្នាំ200មហេសីរបស់ទ្រង់គឺអធិរាជនីហ្វូសួរបានលួចតាក់ទងជាមួយព្រះបិតារបស់ព្រះនាងដើម្បីរៀបចំគម្រោងធ្វើឃាតឆាវផែនការត្រូវបានបែកការឆាវបានបង្ខំឲ្យអធិរាជសៀនចុះព្រះហស្ថលេខាទម្លាក់មហេសីខ្លួនឯងក្នុងខណៈដែលទាហានកំពុងអោបព្រះនាងចេញទៅព្រះចៅអធិរាជសៀនបានមានបន្ទូលទៅកាន់មនុស្សរបស់ឆាវទាំងទឹកភ្នែកថាសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏មិនដឹងថានឹងត្រូវស្លាប់នៅពេលណាដែរក្នុងខណៈនោះយើងឃើញពីសោកនាដកម្មនៃជីវិតរបស់ទ្រង់មានឆន្ទៈចង់តស៊ូមានចក្ខុវិស័យចង់បានសេរីភាពប៉ុន្តែទ្រង់គ្មានអំណាចនៅក្នុងដៃទ្រង់ជាអ្នកយុទ្ធសាស្ត្រដែលគ្មានកងទ័ពក៏ជាស្ដេចដែលគ្មានដៃក្នុងដៃបើសិនជាអ្នកគិតឲ្យចង់លើកឡើងជាសំណួរថាបើទ្រង់ធ្វើបានត្រឹមតែទូលសោកនឹងការទ្រាំអត់ធ្មត់តើអ្វីទៅជាសមិទ្ធផលរបស់ទ្រង់ចម្លើយគឺតាមរយៈការរស់រាននិងការអង្គុយលើបល្ល័ង្កអស់រយៈពេល30ឆ្នាំដែលអធិរាជសៀនបានរក្សាមនោគមវិជ្ជានៃការបង្រួបបង្រួមជាតិឲ្យនៅរស់រានមានជីវិតក្នុងចិត្តប្រជាជនដរាបណាទ្រង់នៅមានប្រជជនគ្មានមេទ័ពណាហ៊ានប្រកាសខ្លួនជាអធិរាជដោយចំហឡើយនៅឆ្នាំ220ឆាវបានទទួលមរណភាពកូនប្រុសរបស់គាត់គឺឆាវភីមានចរិតខ្វះការអត់ធ្មត់ខុសពីឆាវដែលជាឪពុកគាត់មានបំណងចង់ដណ្ដើមរាជភ្លាមពីអធិរាជលាវសៀដែលមិនចង់រងចាំយូរបន្តទៀតបានឆាវភីបានបង្ខំឲ្យអធិរាជសៀនចុះចេញពីរាជបល្ល័ង្កជាផ្លូវការសម្រាប់អធិរាជសៀននេះគឺជាការបញ្ចប់នៅការស៊ូទ្រាំអស់រយៈពេល31ឆ្នាំទ្រង់បានចុះចេញពីតំណែងនិងបញ្ចប់រាជវង្សហានដែលមានអាយុកាលជាង400ឆ្នាំប៉ុន្តែត្រង់នេះហើយដែលប្រវត្តិសាស្ត្រផ្ដល់មេរៀនដ៏គួរឲ្យចាប់អារម្មណ៍ឆាវភីមិនបានសម្លាប់ទ្រង់ឡើយប្រហែលជាដោយសារការគោរពឬខ្លាចការរិះគន់ពីមហាជនឆាវភីបានផ្ដល់ងារថ្មីដល់ទ្រង់ជាលោកម្ចាស់នៅសានយ៉ាងអ្វីដែលពិសេសបំផុតនោះគឺឆាវភីអនុញ្ញាតឲ្យទ្រង់រក្សារាជវាំងផ្ទាល់ខ្លួនបន្តធ្វើពិធីសែនដូតានិងមិនចាំបាច់លុតជង្គង់សំពះអធិរាជថ្មីនៃរាជវង្សវៃឡើយលាវសៀបានបន្តរស់រានមានជីវិតរយៈពេល14ឆ្នាំក្រោយមករហូតដល់សោទិវង្គតនៅឆ្នាំ234ក្នុងប្រជជន53វស្សាទ្រង់បានរស់នៅយ៉ាងសុខសាន្តទ្រង់បានលះបង់នយោបាយហើយងាកមកសិក្សាផ្នែកវិទ្យាសាស្ត្រជួយព្យាបាលជំងឺដល់ប្រជាជនធម្មតានៅក្នុងតំបន់របស់ទ្រង់ជាលើកដំបូងក្នុងជីវិតដែលទ្រង់មានសេរីភាពពិតប្រាកដដោយមិនមានមកុដដ៏ធ្ងន់នៅពីលើក្បាលដូច្នេះតើព្រះចៅអធិរាជហានលាវសៀជាជនបរាជ័យមែនទេជាការពិតបើតាមសម្បកក្រៅទ្រង់ជាអធិរាជចុងក្រោយដែលឃើញអាណាចក្ររលាយសាបសូន្យប៉ុន្តែនោះគឺក្នុងករណីដែលអ្នកវាស់វែងទ្រង់តាមរបៀបនៃអ្នកចម្បាំងតែប៉ុណ្ណោះសមិទ្ធផលរបស់ទ្រង់មិនមែនជាការដណ្ដើមទឹកដីប៉ុន្តែជាស្មារតីក្នុងសម័យកាលដែលពោពេញដោយភាពខូខើនឹងការក្បត់ទ្រង់នៅតែរក្សាសេចក្តីថ្លៃថ្នូរនិងជាត្រីវិស័យសិលធម៌តែមួយគត់ទ្រង់មិនបានយកឈ្នះសមរភូមិឡើយប៉ុន្តែទ្រង់ឈ្នះក្នុងការអត់ធ្មត់ចំពោះពួកជនផ្ដាច់ការចុងក្រោយទ្រង់មិនមែនជាតួអង្គអាក្រក់ហើយក៏មិនមែនជាវីរបុរសសង្គ្រាមដែរទ្រង់គឺជាមនុស្សល្អម្នាក់ដែលបានផ្ដល់ឲ្យរាជវង្សហាននៅការបញ្ចប់ដ៏មានសេចក្តីថ្លៃថ្នូរបើទោះជាវាពោពេញដោយភាពសោកសៅក៏ដោយចុះអ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរតើអធិរាជសៀនគ្រាន់តែជាអាយ៉ងម្នាក់ឬការតស៊ូដោយអត់ធ្មត់របស់ទ្រង់គឺជាជ័យជំនះមួយបែបផ្សេងសូមបញ្ចេញមតិនៅខាងក្រោមសូមអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ